ហើយឡូវចាប់ដើមចេញសញ្ញាឲ្យបងប្អូនចេញសញ្ញាអ្នកប្រជាធិបតេយ្យចាប់ដើមងើបពីដំណេកមិនរយៈពេល1ខែ2ខែមកនេះដូណាល់ត្រាំគាត់ធ្វើអ្វីបានតាមចិត្តធ្វើអ្វីសពបែបសពយ៉ាងតាមចិត្តរបស់គាត់ជាមួយអេលិនម៉ាស់ហ្នឹងហើយឡូវនេះអ្នកប្រជាធិបតេយ្យប្រជាជនទាំងបោះឆ្នោតឲ្យដូណាល់ត្រាំទាំងមិនបោះឆ្នោតចាប់ដើមមើលឃើញពីហានិភ័យរបស់ប្រទេសជាតិមិនអាចឲ្យដូណាល់ត្រាំធ្វើអ្វីបានតាមតែអំពើចិត្តទេបងប្អូនប្រជាជនគេចាប់ដើមងើបហើយងើបតវ៉ាឃើញមិនដែលមានទេបងជាប្រវត្តិសាស្ត្រហើយពិភពលោកនេះប្រទេសបៃតាប្រជាធិបតេយ្យខ្លាចជាបៃតាផ្ដាច់ការរិះគន់មិនបានរិះគន់បដិញ្ញចេញបើថាអន្តរប្រវេសកាន់គ្រីនខាតរិះគន់បដិញ្ញចេញកាត់បុគ្គលិកលុបក្រសួងមន្ទីរមន្ត្រីរាជការមើលតាមកើតលុបដកចេញឈប់មិនឲ្យធ្វើការដកជំនួយអន្តរជាតិជំនួយមនុស្សទោមកអស់គិតទៅអានឹងគឺធ្វើឲ្យគ្រោះថ្នាក់សម្រាប់ប្រទេសជាតិអញ្ចឹងក្នុងនាមជាប្រទេសគេបីដាប្រជាធិបតេយ្យដែរប្រជាជនគឺតែដេកទៅទីរបដីធ្វើអ្វីបានតាមអំពើចិត្តអញ្ចឹងហើយឡូវចាប់ផ្ដើមបងប្អូនសង្ស័យថាដូចជាប៉អីគេពីការភ្នែកដែលទុះទាយថាអាមេរិកនឹងមានបញ្ហានឹងសង្ស័យ The end of America សង្ស័យបងប្អូនយើងឃើញទេធ្វើអ្វីបានតាមអំពើចិត្តសពបែបសពយ៉ាងវាជ្រុលពេកណាបុគ្គលិករបស់រដ្ឋាភិបាលក៏កាត់ក៏ដកដូចស្ពៃអញ្ចឹងអស់ហើយឡូវប្រជាជនគេចាប់ដើមចេញមកហើយបងប្អូនយើងចាំមើលតែ2 3ថ្ងៃទៀតណាស្រួលដូណាល់ត្រាំឲ្យរត់ចែកជើងហើយសង្ស័យដូណាល់ត្រាំអាចថាมันអាចកាន់អំណាចដល់ចប់អាណត្តិទេមកទៅបើថានៅតែធ្វើចរិតមានតែអញចង់ធ្វើអីជាធ្វើអីតាមអំពើចិត្តណាសង្ស័យដូណាល់ត្រាំมันអាចកាន់អំណាចដល់ដាច់អាណត្តិទេបងប្អូនឃើញសន្ទុះគេចាប់ដើមអ្នកប្រជាធិបតេយ្យភ្ញាក់ពីដំណេកងើបឈោបះបោបាតកម្មគ្រប់ទីក្រុងធំចេញមកឲ្យមនុស្សរាប់សែនរាប់ចូលលាននេះតូតាល់មកប្រទេសអាមេរិកសូម្បីនៅប្រទេសបារាំងនៅអឺរ៉ុបក៏មានប្រទេសមួយចំនួនក្រុមនិស្សិតក៏គេបាតកម្មដែរប្រឆាំងនឹងគោលនយោបាយរបស់ដូណាល់ត្រាំនិងអេលិនម៉ាស់ហ្នឹងអញ្ចឹងទេយើងចាំមើលយ៉ាងយូរមកទៅទៀតនឹងមានអ្វីប្លែកឲ្យយើងទស្សនាថាអាមេរិកនឹងច្បោកច្បល់ដោយសារដូណាល់ត្រាំនិងអេលិនម៉ាស់ហ្នឹងហើយយើងចាំមើលចុះបងប្អូនចាំមើលទៅអាមេរិកអាចនឹងជួបវិបត្តិដ៏ធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រគឺមានចំនួនអាចថាមានចំនួនផ្ទៃក្នុងខ្លួនឯងហើយស្រុកអាមេរិកនេះមិនមែនស្រុកធម្មតាទេបងប្អូនប្រជាជនមានអាវុធកាន់ខ្ញុំមិនហ៊ានសម័យថាអាមេរិកឆ្លោះគ្នាឯងកាប់ចាក់គ្នាឯងឧទាហរណ៍ថាអ្នកប្រជាធិបតេយ្យចេញមកបាតកម្មស្រាប់តែមានក្រុមដៃឆៅមួយទៅស្រុកខ្មែរយើងគេហៅក្រុមបាត់ដៃទី3បញ្ឆេះកំផឹងមួយលលាអាមេរិកហើយបញ្ឆេះកំផឹងយ៉ាងម៉េចពីព្រោះអីប្រជាជនអាមេរិកមានអាវុធមានក្រុមណាមួយក្រុមបងធំណាមួយចេញមកបង្កើតជាព្រឹត្តិការណ៍មួយវាបហាលើអ្នកបាតកម្មចប់បាត់អាមេរិកខ្ទេចមកអាមេរិកអញ្ចឹងខ្ញុំមើលឃើញថាគ្រោះថ្នាក់បើដូណាល់ត្រាំអេលិនម៉ាស់មិនចេះសរុបខ្លួនទេក្អេងក្អាងទៀតច្បាស់ណាស់នៅមានបញ្ហាហ្មងបញ្ហាដែលខ្ញុំបារម្ភគឺថាមានក្រុមជនទី3អ្នកដែលស្អប់អាមេរិកប្រទេសដែលស្អប់អាមេរិកជាប្រចាំមិត្តជាមួយអាមេរិកគេជាមានឱកាសល្អបងប្អូនជាឱកាសល្អសម្រាប់គេឲ្យបញ្ឆេះជារឿងអ្វីមួយធ្វើឲ្យអាមេរិកឆ្លោះគ្នាឯងកាប់ចាក់គ្នាឯងអញ្ចឹងពួកប្រទេសដែលស្អប់អាមេរិកគេនឹងសប្បាយចិត្តជាពិសេសប្រទេសដែលឈឺចាប់ពីការធ្វើបាបរបស់អាមេរិកចាប់ប្រជាជនគេបដិញ្ញចេញបិទសិទ្ធិសេរីភាពមិនឲ្យប្រជាជនប្រទេសប្រមាណចូលទឹកដីអាមេរិកគេមានកំហឹងគេអាចបញ្ឆេះអ្វីមួយណាយើងចាំតែមើលទៅមិនមានរឿងធម្មតាទេបងប្អូនអាមេរិកសម័យមិនមានធម្មតាទេហើយប្រជាជនអាមេរិកប្រជាជនសឹងតែគ្រប់ប្រទេសមានអាវុធកាន់បើសិនតែមានក្រុមណាចេញមកបញ្ឆេះឌុងអ្នកបាតកោក៏មិនសុខចិត្តច្បាស់ជាមានរឿងល្អមើលហើយបងប្អូនយើងចាំតាមដានមើលទាំងអស់គ្នាណាហើយឡូវមាសចោះថោកប្រាវដែរយើងចាំមើលទៅល្អមើលហើយយើងចឹងមានប៉ុណ្្នឹងទេអរគុណច្រើន